ចង់ទៅលេងកោះប៉ុន្តែខ្លាចចំណាយលុយច្រើនមែនអត់នៅលើកោះមួយនេះចំណាយត្រឹមតែម្នាក់ 12000 រៀលទេចង់ដេកប្រហែលយប់ក៏បានដែរបើនិយាយពីទេសភាពថ្ងៃរះថ្ងៃលិចវិញគឺស្រស់ស្អាតខ្លាំងមែនទែនហើយពិតជាស្ងប់ស្ងាត់មិនសូវមានមនុស្សច្រើនអ៊ូអរប្រហែលទេហើយនេះជាកូនកោះដ៏តូចមួយដែលមានទំហំប្រហែលជា100 ម៉ែត្របួនជ្រុងទេគឺជាកោះខ្យងសង្ឃឹមថាអ្នកទាំងអស់គ្នាមិនចិត្តអាក្រក់ជួយ Subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗដំណើរកម្សាន្តរបស់យើងមួយនេះធ្វើដំណើរចេញពីភ្នំគិរីរម្យដែលយើងបានសម្រាប់នៅទីនោះមួយយប់និងបន្តបេសកកម្មរបស់យើងបន្តទៀតឆ្ពោះទៅខេត្តកោះកុងហើយគោលដៅរបស់យើងនោះគឺកោះខ្យងអញ្ចឹងនេះជាផ្លូវបំបីស្រែអំបិលនៅផ្លូវជាតិលេខ4ហើយយើងបត់មកស្ដាំទៅរកកោះកុងទៅយើងជិះចម្ងាយប្រហែលជា38គីឡូទើបយើងដល់ផ្លូវបត់ស្ដាំចំណាយពេលវេលាប្រហែលជា7 ម៉ោងយើងបានមកដល់ផ្លូវបំបែកទៅហើយបើសិនជាទាំងអស់គ្នាមានកម្រងមកលេងនៅទីនេះអាចចំណាំមើលខ្លងទ្វារនៅទីនេះបានណាជាខ្លងទ្វារវត្តមួយដែលមានសភាពចំណាស់បែបនេះអញ្ចឹងយើងចំណាយពេលប្រហែលជាង10នាទីយើងនឹងមកដល់កន្លែងផែដែលយើងត្រូវឡើងទូកហើយក៏ឆ្លៀតទិញគ្រឿងសមុទ្រខ្លះៗដើម្បីយកទៅធ្វើម្ហូបផងដែរនេះគឺជាផែកន្លែងដែលយើងទៅជិះទូកទៅដោយយើងចំណាយត្រឹមតែម្នាក់10000ទេទាំងទៅទាំងមកតែម្ដងបងនៅទីនេះគឺគាត់ចាំទទួលយើងទាំងទៅទាំងមកតែម្ដងអញ្ចឹងយើងចំណាយពេលជិះទូកប្រហែលជា7-8នាទីមិនដល់10នាទីទេយើងនឹងមកដល់កោះដ៏តូចមួយនេះហើយនេះគឺជាស្ថានភាពនិងបរិយាកាសទីនេះគឺស្រស់ស្អាតមែនទែនអញ្ចឹងការងារចម្បងដែលយើងមកដល់ទីនេះអ្វីដែលយើងត្រូវធ្វើមុនគេនោះគឺរៀបចំកន្លែងគេងបោះតង់ចងរឹងហើយនឹងរៀបចំកន្លែងសម្រាប់ធ្វើម្ហូបដាំបាយដោយសារពេលនេះគឺសម្រាប់ខ្ញុំគឺម៉ោង7:01ទៅហើយអត់ទាន់បានហូបបាយទេដោយសារយើងជិះម៉ូតូ direct មករហូតតែម្ដងអញ្ចឹងរៀបចំដាំបាយដាំទឹកសិនចឹងម្ហូបរបស់យើងនៅថ្ងៃនេះគឺអត់មានអីច្រើនទេគឺយើងស្ងោរក្តាមថ្មចុចតែម្ដងដោយសារយើងអត់ដឹងធ្វើអីនៅទីនេះគឺគាត់មានក្តាមនិងគ្រឿងសមុទ្រផ្សេងច្រើនមែនតើគ្រប់មុខហើយថ្មីស្រស់មែនតើគាត់ទៅតែយកមកថ្មីពីសមុទ្រចឹងណាហើយសម្រាប់ក្តាមថ្មនេះគឺខ្ញុំអត់ដែលធ្វើទេអត់ដឹងថាគេស្ងោរប្រហែលនាទីអីប្រហែលនាទីទេលឹងចូលជាង10នាទីហើយនៅចង់ឆៅទៀតដល់ពេលដែលទិញនោះអត់បានសួរអ្នកលក់បញ្ជាក់គាត់ចឹងហើយធំមែនទេអ្នកនេះពីរនឹងចង់មកផ្ទះបាត់ហើយហូបមិនអស់ទេយើងហូបមកពេលនឹងអស់តែមួយទេហើយបើនិយាយពីបរិយាកាសវិញអ្នកទាំងអស់គ្នាទឹកសមុទ្របក់រលករលេងហើយមានខ្យល់បក់ដើមដូងរវិតរវៃអញ្ចឹងណាពិតជាស្រស់ស្រាយមែនតើសម្រាប់អ្នកទាំងអស់គ្នាដែលចង់មករំសាយអារម្មណ៍អីម្ដងម្កាលគឺនៅទីនេះគឺស័ក្តិសមមែនតើបងប្អូនហើយយើងអត់ចំណាយច្រើនទៀតហើយស្ងប់ស្ងាត់ល្អមែនតើហើយបរិវេណកោះនេះគឺតូចទេបងប្អូនប្រហែលជា100 ម៉ែត្របួនជ្រុងអីទេហើយមានបន្ទប់ទឹកស្អាតទៀតផងទឹកសាបអីគឺយើងមានងូតគ្រប់គ្រាន់ទាំងអស់គ្នាប៉ុន្តែបញ្ជាក់ទឹកហូបសម្រាប់ទឹកសុទ្ធគឺអត់មានទេយើងត្រូវទិញពីក្រៅមកអូខេអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាមកពិសាបាយជាមួយខ្ញុំទាំងអស់គ្នាដោយសារខ្ញុំហេវហើយម៉ោងចូល1ហើយនៅពេលនេះអញ្ចឹងនៅពេលថ្ងៃនេះគឺយើងថតទេសភាពបន្តិចបន្តួចយើងចាំថតថ្ងៃលិចហើយនឹងពេលព្រឹកគឺថ្ងៃរះទាំងអស់គ្នាបរិយាកាសនៅទីនេះគឺខ្ញុំស្រឡាញ់ខ្លាំងមែនតើបងប្អូននិយាយទៅគឺស្រស់ស្រាយហើយស្ងប់ស្ងាត់មែនតើខ្ញុំមកនេះគឺខ្ញុំមកថ្ងៃសុក្រអញ្ចឹងអត់សូវមានមនុស្សទេមនុស្សច្រើនពីច្រើនគឺសៅរ៍និងអាទិត្យ
ប៉ុន្តែខ្ញុំមកថ្ងៃនេះគឺអត់សូវមានមនុស្សទេប៉ុន្តែវាមិនមែនជាបញ្ហាសម្រាប់ខ្ញុំទេដោយសារតែខ្ញុំចូលចិត្តស្ថានភាពនិងបរិយាកាសបែបនេះមែនទែនចឹងសូមណែនាំអារម្មណ៍យើងទាំងអស់គ្នាមកទស្សនាទេសភាពនៅពេលល្ងាចគេហៅថា sunset ទាំងអស់គ្នាស្រស់ស្អាតខ្លាំងមែនទែនក្រហមឆ្អិនឆ្អៅបែបនេះតែម្ដងនៅពេលដែលថ្ងៃលិចហើយនៅពេលដែលវាទៀបទៅវាចាំងជាមួយនឹងទឹកសមុទ្រណាខ្លះយើងមានសម្ពាធមានអារម្មណ៍ធុញថប់ធុញទ្រាន់ជាមួយនឹងការងារនៅទីក្រុងយើងក៏ចង់ចំណាយពេលមកលំហែបែបនេះណាមួយឆាកជីវិតមានប៉ុន្មានដងតោះអញ្ចឹងយើងទៅកំសាន្តនៅពេលយប់បន្តិចដើរឆ្លោះសត្វបន្តិចគួរស្ដាយដល់គ្នាអត់បានយកគោមមកហើយនឹងឧបករណ៍សម្រាប់ចាប់សត្វចាប់ក្តាមចាប់អីមកហើយក្តាមនំប៉័ងហើយវាអត់សូវធំជាងនេះអែមបណ្ដោយណាកូនក្តាមមានតែអស់ណាកូនក្តាមយកមិនបានទៀតណាលេចទៅក្នុងបាត់ត្រីប៉ុណ្ណានេះធំជាងមេជើងដែរឃើញមឹកមួយនេះតែមួយខ្ជិលចាប់វាខំអើក្បាលមកមើលឯងទៅលឹមហើយកន្លែងនេះគឺភ្ញាក់មែនតើជួបបងគាត់មកបាញ់ត្រីជីទូកបាញ់ត្រីហើយគាត់អត់បញ្ឆេះម៉ាស៊ីនទេអញ្ចឹងស្ងាត់អត់លឺតែឃើញវាក់អញ្ចឹងភ្ញាក់ព្រឺតដែរអូខេអញ្ចឹងបងប្អូនយើងទៅចូលដេកហើយដោយសារយប់ហើយអស់កម្លាំងជិះម៉ូតូមកផងហើយអាដើរឆ្លងនៅក្នុងសមុទ្រនេះហត់មែនទែនចឹងស្វាគមន៍ទាំងអស់គ្នាមកកាន់ពេលព្រឹកទាំងអស់គ្នាមានអីទេពេលព្រឹកមានតែអាហារប្រចាំតកូលរបស់យើងហ្នឹងឯងគឺងាយស្រួលដាំតែទឹកឆុងមីឆុងកាហ្វេហើយហូបអីហើយយើងនឹងចាំព្រះអាទិត្យរះមកស្មើជាមួយនឹងចុងដូងដែលនៅកោះមួយខាងទៀតនោះគឺចេញទេសភាពស្រស់ស្អាតអញ្ចឹងខ្ញុំមានកម្រងត្រឡប់ទៅវិញនៅម៉ោង8ព្រឹកហូបអាហារហើយនឹងថតទេសភាពថ្ងៃរះរួចហើយយើងនឹងខលហៅម្ចាស់ទូកឲ្យគាត់មកយកយើងដល់ទីនេះវិញអញ្ចឹងពេលវេលាដែលយើងទន្ទឹងរង់ចាំគឺបានមកដល់ហើយថ្ងៃរះដែលផុតដើមដូងនៃកោះខាងមុខនោះគឺពិតជាស្រស់ស្អាតខ្លាំងណាស់អ្នកទាំងអស់គ្នានៅពេលដែលវាចាំងជាមួយនឹងទឹកសមុទ្រហើយនឹងចាំងជាមួយនឹងសមរដើមដូងនេះគឺស្រស់ស្អាតខ្លាំងអ្នកគ្នាមានឱកាសគួរតែមកសាកនៅទីនេះគឺមិនខកបំណងទេខ្ញុំហ៊ានធានាឲ្យសម្រាប់ចម្ងាយផ្លូវពីភ្នំពេញមកដល់ទីនេះប្រហែលជា180គីឡូជាងទាំងអស់គ្នាខ្ញុំមិនច្បាស់ថាប៉ុន្មានប៉ុន្តែខ្ទង់ប្រហែលប៉ុណ្្នឹងឯងសម្រាប់ខ្ញុំធ្វើដំណើរដោយម៉ូតូដោយសារតែខ្ញុំចូលចិត្តរុកចូលកន្លែងជ្រៅហើយនឹងស្វែងរកកន្លែងប្លែកៗមែនតើអញ្ចឹងវីដេអូយើងក៏បានមកដល់ចំណុចបញ្ចប់សូមអរគុណដល់ទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូរបស់យើងតាំងពីដើមរហូតដល់ចប់ហើយសូមអ្នកទាំងអស់គ្នាកុំចិត្តអាក្រក់ជួយ Subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗនិងកន្លែងស្អាតៗទទួលបានទស្សនីយភាពពីខ្ញុំសូមអរគុណ